នាទីពុទ្ធប្រវត្តិប្រចាំសប្តាហ៍នាថ្ងៃមួយនោះព្រះរាជកុមារព្រះសិទ្ធត្ថៈកំពុងក្រសាលកំសាន្តនៅក្នុងឧទ្យានជាមួយនឹងរាជកុមារដែលមានវ័យស្របាលនឹងព្រះអង្គនៅក្នុងចំណោមគូកូនរបស់ព្រះអង្គនោះក៏មានរាជកុមារទេវទត្តមួយអង្គដែររាជកុមារទេវទត្តមានចរិតផ្ទុយស្រឡះពីរាជកុមារសិទ្ធត្ថៈទោះបីត្រូវជាបងប្អូនជីដូនមួយនឹងព្រះអង្គក៏ដោយព្រះរាជកុមារសិទ្ធត្ថៈទ្រង់ជាតួយ៉ាងនៃសេចក្តីមេត្តានិងសេចក្តីស្រឡាញ់ព្រះអង្គមិនដែលធ្វើឲ្យនរណាម្នាក់ឈឺចាប់ឡើយមានតែជួយអ្នកដទៃឲ្យរួចរំដោះពីសេចក្តីទុក្ខផ្ទុយទៅវិញព្រះរាជកុមារទេវទត្តចូលចិត្តខាងច្រណែនគេនិងសប្បាយខ្លាំងណាស់ក្នុងការបាញ់សត្វថ្ងៃមួយនោះរាជកុមារបានតម្រង់ព្រួញបាញ់សំដៅទៅលើវងកងានដែលកំពុងហើរកងានមួយក្បាលត្រូវរបួសយ៉ាងធ្ងន់ហើយព្រះរាជកុមារសិទ្ធត្ថៈទ្រង់សម្គាល់ឃើញថាសត្វកងាននោះមានការឈឺចាប់ខ្លាំងណាស់ព្រះរាជកុមារសិទ្ធត្ថៈបានរត់យ៉ាងលឿនទៅរកសត្វកងានព្រះអង្គបានដកព្រួញចេញហើយបបោះអង្អែលវាព្រះរាជកុមារទេវទត្តទ្រង់តតទៅរកព្រះរាជកុមារសិទ្ធត្ថៈដោយក្តីពិរោធក្នុងបំណងដណ្ដើមយកសត្វកងានមកវិញទ្រង់បានស្រែកដោយសេចក្តីក្រោធទៅរកព្រះរាជកុមារសិទ្ធត្ថៈនិងសុំយកកងានពីព្រះអង្គវិញព្រះរាជកុមារសិទ្ធត្ថៈទ្រង់បដិសេធដាច់ខាតនិងមានបន្ទូលថាព្រះអង្គនឹងមិនប្រគល់សត្វកងាននោះទៅឲ្យរាជកុមារទេវទត្តទេព្រះរាជកុមារមានព្រះបន្ទូលថាប្រសិនបើសត្វកងាននេះបានស្លាប់ដោយព្រួញនោះវាគួរតែបានទៅជនដែលបានបាញ់វាប៉ុន្តែនៅពេលដែលវានៅមានជីវិតនៅឡើយវាត្រូវបានទៅជនដែលជួយសង្គ្រោះជីវិតវាក៏ប៉ុន្តែព្រះរាជកុមារទេវទត្តនៅតែទទូចទាមទារយកសត្វកងានព្រះរាជកុមារសិទ្ធត្ថៈបានស្នើថាការដោះស្រាយបញ្ហានេះគួរតែទុកឲ្យអង្គប្រជុំនៃអ្នកប្រាជ្ញរាជបណ្ឌិតក្នុងនគរជាអ្នកធ្វើការវិនិច្ឆ័យព្រះរាជកុមារទេវទត្តក៏យល់ព្រមសមាជិកទាំងឡាយនៃអង្គប្រជុំអ្នកប្រាជ្ញមានទស្សនៈផ្សេងៗគ្នាចំពោះដំណោះស្រាយរឿងសត្វកងាននេះអ្នកខ្លះយល់ព្រមតាមមតិដែលថាសត្វកងានត្រូវបានទៅព្រះរាជកុមារសិទ្ធត្ថៈដោយហេតុថាព្រះអង្គជាអ្នកជួយសង្គ្រោះជីវិតវាប៉ុន្តែមានអ្នកខ្លះថាព្រះរាជកុមារទេវទត្តគួរបីជាអ្នកទទួលសត្វកងានដោយសារព្រះអង្គជាអ្នកបាញ់ទម្លាក់វាក្រុមនីមួយៗខំលើកហេតុផលតែរឿងរៀងខ្លួនដើម្បីបញ្ជាក់ពីគោលគំនិតរបស់ខ្លួននៅទីបញ្ចប់នៃការពិភាក្សាសមាជិកដ៏ក្មេងម្នាក់នៃអង្គប្រជុំបណ្ឌិតបានក្រោកឈរឡើងហើយពោលថាជីវិតទាំងអស់ជារបស់អ្នកដែលការពារវាព្រោះហេតុនោះសត្វកងានត្រូវបានទៅព្រះរាជកុមារសិទ្ធត្ថៈសមាជិកទាំងអស់នៃអង្គប្រជុំអ្នកប្រាជ្ញយល់ព្រមតាមសំណុំពរនេះព្រះរាជកុមារសិទ្ធត្ថៈបានព្យាបាលសត្វកងានរហូតដល់ជារបួសនិងមានសុខភាពល្អដូចធម្មតាវិញព្រះរាជកុមារបានលែងសត្វកងានឲ្យមានសេរីភាពវិញធ្វើឲ្យវាទៅរស់នៅដោយសេរីជាមួយសត្វកងានគ្នាវាចាប់តាំងពីពេលនោះមកព្រះរាជកុមារទេវទត្តបានចាប់ផ្ដើមស្អប់ព្រះរាជកុមារសិទ្ធត្ថៈព្រះរាជកុមារទេវទត្តសម្រេចចិត្តថានឹងលោបព្យាបាទព្រះរាជកុមារសិទ្ធត្ថៈឲ្យបានចំពោះប្រជាជនឥណ្ឌានៅក្នុងសម័យបុរាណសកម្មភាពខាងកសិកម្មមានសារៈសំខាន់ជាអាទិភាពព្រះរាជាព្រះអង្គឯងទ្រង់នាំមុខប្រជារាស្ត្ររបស់ព្រះអង្គនៅក្នុងសកម្មភាពភ្ជួររស់និងសាបព្រោះក្នុងការធ្វើស្រែចម្ការតាមរដូវកាយវិការគំរូរបស់ព្រះរាជាបានធ្វើឲ្យការភ្ជួររស់និងសាបព្រោះคล้ายជាសកម្មភាពដ៏ថ្លៃថ្នូរនៅចុងរដូវក្តៅគឺជារដូវភ្ជួររស់នៅក្នុងនគរកបិលពស្តុព្រះបាទសិរីសទ្ធោទនៈបានដឹកនាំពិធីច្រត់ព្រះនង្គ័លនៅទីជិតក្រុងប្រជាជនបាននាំគ្នាច្រើនកុះករទៅមើលពិធីបុណ្យនោះទាំងព្រះរាជកុមារសិទ្ធត្ថៈ
ក៏យាងដង្ហែព្រះបិតាព្រះអង្គទៅធ្វើពិធីបន់ច្រត់ព្រះនង្គ័លដែរព្រះរាជាទ្រង់ពុតដួចផ្ដើមធ្វើពិធីបន់ច្រត់ព្រះនង្គ័លព្រះអង្គទ្រង់កាន់នង្គ័លមាសនិងតបតែងយ៉ាងស្អាតដោយព្រះទ័យសប្បាយរីករាយពួកនាម៉ឺនសពមុខមន្ត្រីព្យួរដោយនង្គ័លប្រាក់ពួកកសិករនាំគ្នាព្យួរតាមក្រោយពួកមន្ត្រីដីស្រែត្រូវបានត្រៀមជាស្រេចដើម្បីសាបប៉ុន្តែគូឈ្មោលហាក់ដូចជាមិនបានសប្បាយទល់ទៅសោះការព្យួរដីធ្វើឲ្យគូឈ្មោលទាំងនោះហេវហត់ក្រៃលែងនិងដកដង្ហើមដោយដង្ហក់ឥតឈប់ឈររីឯមនុស្សវិញគិតតែពីសម្ដែងសេចក្តីសប្បាយរីករាយគូឈ្មោលធ្វើការហត់នឿយខ្លាំងណាស់នៅពេលដែលគូមិនអាចធ្វើការធ្ងន់ធ្ងរបានម្ចាស់វាធ្វើបាបយ៉ាងឃោឃៅ